បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីមុខងារមួយគឺមុខងារ Team Manager បាទសម្រាប់ Team Manager នេះគឺវាមានតួនាទីក្នុងការគ្រប់គ្រងសមាជិកក្រុមនិងកំណត់សិទ្ធិក្នុងការប្រើប្រាស់មុខងារនីមួយៗផ្សេងៗនៅក្នុង System Chat KX ទៅកាន់ផ្នែកលក់របស់យើងឬក៏បុគ្គលិកណាមួយដែលយើងចង់ធ្វើការបែងចែកទៅកាន់ពួកគាត់អញ្ចឹងឧទាហរណ៍ថាខ្ញុំឥឡូវនេះគឺខ្ញុំមានចំនួន34 page ហើយខ្ញុំចង់ធ្វើការបែងចែក page មួយចំនួនទៅកាន់បុគ្គលិករបស់ខ្ញុំឬក៏ផ្នែកលក់របស់ខ្ញុំដើម្បីឲ្យគាត់ជួយគ្រប់គ្រងព្រោះខ្ញុំអត់អាចឲ្យ account chatbot របស់ខ្ញុំទាំងមូលនេះទៅកាន់ពួកគាត់បានទេព្រោះវាតកតងនឹងឯកជនភាពរបស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការបែងចែកជា user ឲ្យគាត់ប្រើប្រាស់វិញអញ្ចឹងដើម្បីធ្វើគឺយើងងាយទេយើងគ្រាន់តែអូសមកក្រោមគេ import មកយើងមើលពាក្យថា team manager យើងចុចត្រង់ហ្នឹងវាមានពីរ option ទី1មានពាក្យថា team member គឺយើងត្រូវធ្វើការបង្កើតនៅ user ឲ្យគាត់ហើយ option ទី2គឺ team rule នេះគឺជាកន្លែងដែលយើងធ្វើការបង្កើតនៅ permission ទៅកាន់ឈ្មោះឬក៏ទៅកាន់អង្គភាពណាមួយរបស់យើងអញ្ចឹងយើងគ្រាន់តែចុចធ្វើការ create new rule មួយមកហើយយើងដាក់ឈ្មោះចំណាំថាតើ rule ហ្នឹងយើងប្រើដើម្បីអ្វីក្នុងគោលបំណងអីអញ្ចឹងត្រង់កន្លែងនេះខ្ញុំដាក់ឈ្មោះអ្នកប្រើប្រាស់តែម្ដងដើម្បីកុំឲ្យពិបាកបន្ទាប់មកត្រង់កន្លែងនេះគឺយើងធ្វើការជ្រើសរើសនៅ page ណាដែលយើងចង់ធ្វើការឲ្យគាត់ប្រើបាទអញ្ចឹង34 page គឺខ្ញុំធ្វើការជ្រើសរើស page តែប្រហែល page ដែលខ្ញុំចង់ធ្វើការដាក់ឲ្យគាត់ប្រើទេខ្ញុំដាក់3 page នេះបន្ទាប់មកទៀតត្រង់កន្លែង module នេះត្រង់នេះគឺយើង select all បែបនេះមានន័យថាគ្រប់ function ទាំងអស់ដែលមានយើងនឹងធ្វើការឲ្យគាត់ប្រើប្រាស់បានប៉ុន្តែបើសិនជាករណីយើងចង់ដកអីយើងគ្រាន់ដកជាទៅតែបើជាការ recommend គឺដាក់ទាំងអស់មកអ្វីដែលយើងត្រូវពិនិត្យល្អិតជាងគេគឺយើងមាន2 option បាទមាន Facebook ហើយនិង Facebook page អញ្ចឹងត្រង់កន្លែង Facebook ហើយនិង Facebook page នេះត្រង់កន្លែង Facebook គឺខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាយកពាក្យថា special ព្រោះ special គឺគាត់មានសិទ្ធិឃើញតែគ្មានសិទ្ធិកែឬក៏លុបទេដើម្បីការពារកុំឲ្យគាត់លុបគឺវាអាចនឹងប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ផ្សេងៗទៀតនៅក្នុង account chatbot របស់យើងព្រោះអីបើករណីថា create គាត់អាច create បាន update គាត់អាច update បាន delete គឺគាត់អាច delete បានអញ្ចឹងវាអាចនឹងបញ្ហាទាំងអស់គ្នាសម្រាប់គណនីបបងអញ្ចឹងគឺយើងយកតែ special ទៅបានហើយសម្រាប់ page នេះគឺអាស្រ័យលើបងប្អូនទេថាតើយើងចង់បានបែបណាអញ្ចឹងជាដំបូងគឺខ្ញុំឧទាហរណ៍ឲ្យបងប្អូនទាំងអស់គ្នាមើលបើសិនជាខ្ញុំយកនេះ3នេះហើយខ្ញុំអត់យក delete ទេចាំមើលវាចេញបែបណាអូខេអញ្ចឹងខ្ញុំអូសមកក្រោមខ្ញុំចុចយកពាក្យ save បន្ទាប់មកទៀតយើងអូសមកក្រោមខ្ញុំយកពាក្យថា team member ដើម្បីបង្កើតឈ្មោះរបស់គាត់ហើយខ្ញុំចុច new team នេះមកទីនេះយើងដាក់ឈ្មោះពេញរបស់គាត់មកដើម្បីចំណាំអញ្ចឹងនេះឈ្មោះញ៉ាជាឧទាហរណ៍របស់ខ្ញុំបន្ទាប់មកទៀតមានលេខទូរស័ព្ទមាន password មានអីអាហ្នឹងអាស្រ័យលើយើងដាក់ឯណាបន្ទាប់មកនេះជាកន្លែងនៃ rule ដែលយើងហើបាទអញ្ចឹងមិញខ្ញុំមានដាក់ពាក្យញ៉ាទៅអញ្ចឹងយើងបង្កើត rule ណាយើងដាក់ rule ហ្នឹងមកដើម្បីយើងងាយស្រួលចំណាំហើយចុច save បន្ទាប់មកទៀតខ្ញុំគ្រាន់តែធ្វើការចូលមកតេស្តអញ្ចឹងខ្ញុំចូលមកតេស្តលើនេះមកហើយខ្ញុំចុច login អញ្ចឹងការ login នេះវាចម្លែកបន្តិចគឺយើងយកពាក្យថា login as team member មិនមែន login លើណាអាលើសម្រាប់តែយើងជា admin អ្នកបែងចែកឲ្យគាត់ទេគឺយើងយកអានេះ team as member មានន័យថាបងប្អូនអស់នេះទៅប្រាប់គាត់តែយកតែ account នេះបានចុចហ្នឹងមកហើយយើងដាក់ user របស់គាត់មកហើយយើងចុច sign in មកបន្ទាប់មកវានឹង login ចូលដូចយើងអញ្ចឹងអ្វីដែលយើងចូលនេះបងប្អូនឃើញមានពាក្យថា connect account ហើយមាន account បើសិនតែយើងយក delete គាត់ unlink ចេះគឺ error ទាំងអស់គ្នាតែម្ដងចឹងអានេះគឺយើងធ្វើការដាក់បែបនេះគឺគាត់អាចមានសិទ្ធិ enable ប្រើប្រាស់របស់យើងបានតែម្ដងគេនេះគាត់អាចមានសិទ្ធិប៉ុន្តែបើករណីគាត់ចង់លុបគេលុបអត់បានទេបាទលុបអត់បានទេហ្នឹងសម្រាប់ page តែបើសិនជាយើងចង់បង្គាប់ផ្ដាច់ឲ្យគាត់ជាអ្នកគ្រប់គ្រងខ្លួនគាត់តែម្ដងអាហ្នឹងគឺយើងអាចធ្វើការដាក់ឲ្យគាត់ full control ទៅសម្រាប់ page លើកលែងតែ account Facebook នេះទេអញ្ចឹងយើងគ្រាន់តែ log out នេះវិញមកហើយខ្ញុំចូលទៅកែក្នុងនេះវិញបាទយើងកែគឺយើងកែនៅក្នុង team ruleហើយយើងហើឈ្មោះរបស់គាត់ដែលយើងចង់កែនេះបន្ទាប់មកយើងអូសមកមើលពាក្យថា Facebook page អញ្ចឹង Facebook page នេះខ្ញុំយក full តែម្ដងតែសម្រាប់ Facebook account គឺខ្ញុំយកត្រឹមតែ special ទៅដែរទេបាទហើយបើសិនជាយើងអត់យកយើងដក text ចេញគឺគាត់អត់អាចមានសិទ្ធិធ្វើអីកើតទេអញ្ចឹងយើងដាក់អញ្ចឹងទៅហើយចុច save បន្ទាប់មកទៀតខ្ញុំគ្រាន់តែចូលទៅតេស្តបាទចូលទៅ login នេះ login as team member នេះមកហើយខ្ញុំហើគណនីរបស់គាត់មិញមកចុច login មកហើយចុច connect account ម្ដងទៀតបងប្អូនទាំងអស់គ្នាអាចធ្វើការ erase បានធម្មតាបាទយ៉ាងនេះបានណាអញ្
ចឹងគឺគាត់អាចមានសិទ្ធិកែកុនទៅលើ page នីមួយៗរបស់គាត់បានតាមអ្វីដែលគាត់ចង់ធ្វើការ customize គេបានហើយគាត់ចូលមកប្រើប្រាស់ bot manager អីបានធម្មតាមុខងារនៅក្នុងហ្នឹងបានធម្មតាបាទវាមាននៅក្នុងហ្នឹងមកចប់តែម្ដងអញ្ចឹងគឺវាងាយស្រួលមែនតើសម្រាប់បងប្អូនអ្នកគ្នាចង់បែងចែកណាឃើញមាន3 page នេះហើយ page របស់ខ្ញុំទាំងអស់មាន34ប៉ុន្តែខ្ញុំបែងចែកឲ្យគាត់តែប៉ុណ្្នឹងទេហើយបើយើងចង់ដាក់ទៅណាគេទៀតយើងគ្រាន់តែចូលមកកាន់ team member ហ្នឹងមកបាទបង្កើតឈ្មោះរបស់គាត់ដែលយើងចង់ចែកប៉ុន្តែអ្វីដែលយើងត្រូវធ្វើមុនគឺយើងធ្វើ team rule សិនយើងត្រូវតែបង្កើត rule មួយថាតើយើងចង់បែងចែកឲ្យណាគេហើយដាក់ប្រមាណ page យើងចង់ edit បន្ថែមអីយើងគ្រាន់តែ edit ហើយយើង add page បន្ថែមទៀតមកបាទខ្ញុំ add បន្ថែមទៀតគឺមានន័យថាគាត់អាចមានសិទ្ធិឃើញប៉ុណ្ណឹងទៀតអញ្ចឹងទៅហើយខ្ញុំ save មកបាទថងកន្លែងនេះអញ្ចឹងខ្ញុំត្រូវ log out សិនដោយសារតែ system ខ្ញុំវាអត់មាន auto refresh ទេអញ្ចឹងខ្ញុំ log in ម្ដងទៀតមកហើយយើងចូលមកគឺឃើញដាក់ប្រមាណគឺវាមកប៉ុណ្ណឹងឃើញទេមាន6 page ចឹងគឺគាត់អាចធ្វើការប្រើប្រាស់បានហើយចង់លុបចង់កែចង់កុនអីបានមក set ចឹងវីដេអូនេះគឺវាល្អមែនតើសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់ page ច្រើនចឹងសម្រាប់បងប្អូនដែលគាត់មើលឲ្យអត់យល់ឬក៏ចង់សាកសួរអីអាចធ្វើការ comment សួរឬក៏ឆាតចូល group បានបាទអរគុណ